រឿងមហាឫសីប្រោះខ្លាមាននិទានមួយដំណាលថាមានខ្លាទោលមួយទៅដេកលើរូងពស់លូនចេញមកចឹកខ្លានោះស្លាប់នៅមាត់រូងថ្ងៃនោះជួនជាមហាឫសីមួយអង្គនិមន្តគោចរទៅឃើញខ្លានោះស្លាប់ក៏មេត្តាប្រោះខ្លានោះឲ្យរស់ឡើងវិញខ្លារស់ដឹងខ្លួនហើយនិយាយថាអញកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃជាលំនៅរបស់អញមិនដេចឡើយក៏ព្រះស្ដែងហ៊ានមកធ្វើឲ្យអញភ្ញាក់ម្លេះហើយអញខំព្រះស្ដែងស៊ីពុំលែងឡើយមហាឫសីឆ្លើយថាព្រះស្ដែងដេកលើរូងពស់ចឹកស្លាប់អញប្រោះព្រះស្ដែងឲ្យរស់ឡើងវិញគួរតែព្រះស្ដែងសងគុណអញមិនដេចឡើយក៏ព្រះស្ដែងគិតខំអញវិញមហាឫសីនឹងខ្លាប្រកែកជជែកគ្នាមិនអស់មិនហើយទើបនាំទៅប្តឹងចចកថ្លែងប្រាប់តាមដំណើររៀងខ្លួនចចកចិញ្ចឹងគិតថាអញនៅក្នុងព្រៃសពថ្ងៃនេះពឹងពាក់អានុភាពខ្លាបើអញកាត់ក្តីនេះឲ្យខ្លាចាញ់សំអញនឹងពឹងពាក់ខ្លានៅនីព្រៃនេះពុំបានឡើយចចកគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីឯចចកកាត់ក្តីយ៉ាងនេះហៅថាឆន្ទាកតិមហាឫសីមិនសុខចិត្តប្រកែកគ្នាទៅវិញទៅមកហើយនាំខ្លាទៅប្តឹងគោថ្លែងប្រាប់តាមដំណើររៀងខ្លួនដូចមុនគោគិតថាបើអញកាត់ក្តីឲ្យខ្លាចាញ់សុំខ្លានេះស្អប់អញវានឹងខំអញមិនខានឡើយទើបគោកាត់ក្តីឲ្យខ្លាស៊ីមហាឫសីគោកាត់ក្តីយ៉ាងនេះហៅថាភយាកតិមហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងស្វាគិតថាកាលមុនមានបុរសម្នាក់ធ្លាក់ទៅក្នុងអណ្ដូងឪពុកអញជួយសង្គ្រោះយោងឡើងមកលើមាត់អណ្ដូងបានមានខ្លាមួយគិតមកស៊ីបុរសនោះឪពុកអញនាំបុរសនោះឲ្យឡើងទៅលើដើមឈើបានរួចពីភ័យបុរសនោះបែរជាចិត្តអាក្រក់សម្លាប់ឪពុកអញវិញស្វាគិតដូច្នេះហើយទើបកាត់ក្តីឲ្យខ្លាស៊ីមហាឫសីស្វាកាត់ក្តីយ៉ាងនេះហៅថាទោសាកតិមហាឫសីមិនសុខចិត្តនាំខ្លាប្តឹងថ្មាតគិតថាសប្តាហ៍ថ្ងៃនេះអញបានរំពាសំណល់អំពីខ្លាជាអាហារចំណីប្រក្រតីមិនដែលដាច់ឡើយបើអញកាត់ក្តីនេះឲ្យខ្លាចាញ់មុខជាខ្លាខឹងនឹងអញមិនដាច់ឡើយអញនឹងបានស៊ីរំពាខ្លានេះទៀតថ្មាតគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីថ្មាតកាត់ក្តីយ៉ាងនេះហៅថាលោភកតិមហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងទេព្រឹកគិតថាមនុស្សទាំងពួងដើរព្រៃអាស្រ័យដោយម្លុកឈើផងទាំងឡាយចេះតែកាច់មែកហែកសន្លឹកស្ទុះសម្បកឆ្លកកាត់ដើមទេព្រឹកគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីទេព្រឹកកាត់ក្តីយ៉ាងនេះហៅថាមោហាកតិមិនទៀងត្រង់ឡើយមហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងទុនសាយប្រាប់ថាខ្លានោះដេកលើរុនពស់វែកចេញមកចឹកស្លាប់អាត្មាសូត្រមន្តបោសពីពស់ឲ្យខ្លារស់ឡើងវិញដោយគិតឃើញថាខ្លានេះនឹងតបគុណអាត្មាឥឡូវនេះមិនដេចខ្លាក៏ប្រាថ្នាស៊ីអាត្មាវិញតាមតែពិចារណាឲ្យអាត្មាចុះឯខ្លាប្តឹងថាខ្ញុំកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃស្រាប់តែព្រះស្ដែងឫសីនេះធ្វើឲ្យខ្ញុំភ្ញាក់ហេតុនេះត្រូវខ្ញុំសុំស៊ីព្រះស្ដែងឫសីនេះពុំសុខចិត្តនាំខ្ញុំទៅប្តឹងចចកកាត់ឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងគោកាត់ឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងស្វាកាត់ឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងថ្មាតកាត់ឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងទេព្រឹកកាត់ឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តនាំខ្ញុំមកប្តឹងលោកតាមតែលោកពិចារណាឲ្យខ្ញុំចុះ
ទន្សាយស្ដាប់ពាក្យមហាឫសីនិងពាក្យខ្លាហើយក៏ពិចារណាដោយប្រាជ្ញាឆ្លៀសវៃឆ្វេងយល់អាចសេចក្តីហើយប្រាប់ថាបើដូច្នោះចូលមហាឫសីនិងបងខ្លានាំគ្នាទៅដល់ទីដែលកើតហេតុនោះហើយឲ្យបងខ្លាដេកលក់ជាសុខដូចពីដើមចុះគឺឲ្យមហាឫសីជូនទៅដល់កន្លែងដែលខ្លាដេកនោះឲ្យអញបានយល់ហើយនឹងពិចារណាដោយប្រការនោះទើបមហាឫសីនិងខ្លាបបួលគ្នាទៅនាំទាំងទន្សាយទៅផងលុះទៅដល់កន្លែងនោះហើយខ្លាក៏ប្រេះដេកនៅទីដដែលនោះយូរបន្តិចពស់វែកចេញមកចឹកខ្លាស្លាប់នៅមាត់រន្ធនោះឯងកាលបើខ្លានោះស្លាប់ហើយទន្សាយប្រាប់មហាឫសីថាសូមលោកមើលខ្លានោះចុះហេតុតែឥតធัวវងវិញភ្លេចគុណគេឥឡូវពុំរំលងនឹងវេរកម្មឡើយតាំងពីពេលនេះទៅមុខលោកគុំធ្វើគុណនឹងខ្លាឲ្យសោះឯទន្សាយកាត់ក្តីយ៉ាងនេះហៅថាសុគតិកមនុំដំណើរល្អគឺសុចរិតយុត្តិធម៌ហោង